សួស្តីបងប្អូនអរគ្នាហើយអរគុណមែនទែនក្នុងការជុំគ្នាទៀតហើយយើងនឹងចូលរៀនជាមួយគ្នាខ្លីនៅក្នុងគម្ពីរអេសាយជំពូក7ហ្នឹងហើយអញ្ចឹងសូមអញ្ជើញបើកជាមួយខ្ញុំនៅក្នុងគម្ពីរអេសាយជំពូក7យើងរៀនជាមួយគ្នាអូខេឃើញហើយសួរទីនោះបងប្អូនអរគ្នាដែលលើឈ្មោះប្រទេសសេរីអត់ដែលលើហ៎គាត់លឺណាសេរីឥឡូវមានទេសេរីធ្លាប់លឺប្រទេសអាសេរីហ៎ពីហ្នឹងមានទាំងពីរប្រទេសសេរីមួយប្រទេសអាសេរីមួយហើយយើងអាននៅក្នុងព្រះគម្ពីរច្រើនមែនទែននិយាយអាសេរីផងអាសេរីផងអញ្ចឹងគាត់តែស្ដាប់កុំឲ្យយើងច្រឡំគ្នាហើយយប់នេះយើងមើលមានឈ្មោះប្រទេសពីរហ្នឹងទៀតអញ្ចឹងប្រហែលជាពេលខ្លះយើងច្រឡំគ្នាដែរជនជាតិប្រទេសសេរីប្រទេសអាសេរីអញ្ចឹងវាខុសគ្នាយ៉ាងម៉េចបាទលើច្រើនតែនៅក្នុងព្រះគម្ពីរតែអញ្ចឹងបើសិនជាឃើញហើយអាចមើលជាមួយខ្ញុំវែងអញ្ចឹងខ្ញុំសូមអានតែប្រហែលខដំបូងចុះនឹងឲ្យសូមអានពីខ1ទៅដល់ខ9បាទសូមទាញជាមួយពីខ1ទៅខ9ពី10ទៅយើងនឹងសិក្សាតែម្ដងខ1នៅគ្រាដែលព្រះបាទអេហាជាបុត្ររបស់ព្រះបាទយ៉ូថាមដែលត្រូវជាបុត្ររបស់ព្រះបាទអូសៀសគ្រងរាជនៅក្នុងស្រុកយូដាមានសង្គ្រាមមួយផ្ទុះឡើងគឺព្រះបាទរេស៊ីនជាស្ដេចស្រុកសេរីពួកគាត់បានពួតដៃជាមួយនឹងព្រះបាទពេកាជាបុត្ររបស់ព្រះបាទរេម៉ាលៀនិងជាស្ដេចក្រុងអ៊ីស្រាអែលលើកទ័ពទៅវាយក្រុងយេរូសាឡិមប៉ុន្តែមិនអាចវាយសម្រុកបានចូលបានឡើយមានគេនាំដំណឹងមកទូលព្រះរាជវង្សរបស់ព្រះបាទដាវីតថាជនជាតិសេរីបានបោះទ័ពនៅក្នុងស្រុកអេប្រាអ៊ីមដំណឹងនេះធ្វើឲ្យព្រះបាទអេហាសនិងប្រជារាស្ត្រញ័ររន្ធត់ដោយព្រៃឈើត្រូវខ្យល់បក់បោកពេលនោះព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយថាចូលនាំស្អាយ៉ាស៊ូបជាកូនប្រុសរបស់លោកទៅជួបស្ដេចអេហាសនៅក្បែរស្រះផ្នែកខាងលើត្រង់ក្បាលប្រឡាយតាមផ្លូវទៅចំការរបស់អ្នកជ្រក់ចលក់លឹកត្រូវប្រាប់ស្ដេចថាសូមប្រកាសណាកុំខ្វាយខ្វល់ប្រហាតីកុំភ័យខ្លាចអ្វីឡើយសូមកុំតក់ស្លុតនឹងចំពោះកំហឹងរបស់លោកស្ដេចសេរីរេស៊ីននិងពួកសេរីព្រមទាំងស្ដេចពេកាឲ្យសោះស្ដេចទាំងពីរប្រៀបបាននឹងកន្ទុយអស់ដែលហុយផ្សែងចិត្តរលត់ស្ដេចសេរីបានពួតដៃជាមួយនឹងពួកអ៊ីប្រាអ៊ីមនិងអ៊ីស្រាអែលប្រឆាំងនឹងប្រជាដោយពោលថាយើងលើកគ្នាទៅច្បាំងនឹងស្រុកយូដាយើងនឹងបំភ័យគេឲ្យតក់ស្លុតហើយវាយលុកស្រុកគេរហូតដល់គេចុះញោមនឹងយើងបន្ទាប់មកយើងនឹងលើកកូនរបស់តាប៊ីលឲ្យឡើងគ្រងរាជនៅលើស្រុកនោះប៉ុន្តែព្រះជាម្ចាស់មានព្រះបន្ទូលដូចនេះដូចតទៅពួកគេមិនអាចសម្រេចការទាំងនេះបានទេការទាំងនេះកើតឡើងពុំកើតឡើងបានឡើយក្រុងដាម៉ាស់ជារាជធានីរបស់ស្រុកសេរីស្ដេចរេស៊ីនជាម្ចាស់ក្រុងដាម៉ាស់ក្នុងរវាង60ឆ្នាំទៀតអ៊ីប្រាអ៊ីមនឹងត្រូវវិនាសសាបសូន្យលែងមានឈ្មោះថាជាប្រជាជនទៀតហើយក្រុងសាមារីជារាជធានីរបស់ស្រុកអ៊ីប្រាអ៊ីមស្ដេចពេកាជាម្ចាស់ក្រុងសាមារីប្រសិនបើអ្នករាល់គ្នាមិនខ្ចោយជីវិតលើយើងយ៉ាងខ្ជាប់ខ្ជួននោះទេអ្នករាល់គ្នាមិនអាចស្ថិតស្ថេរជាប់យ៉ាងខ្ជាប់ខ្ជួនបានឡើយអូខេអញ្ចឹងបងប្អូននេះសាច់រឿងបងប្អូនយើងរៀនច្រើនមែនទែនជឿថាច្រើនទៅជាមួយនឹងប្រទេសអ៊ីស្រាអែលមានការបែងចែកជាពីរអាណាចក្រខាងជើងគេហៅឈ្មោះអីគេម្យ៉ាងទៀតចាំហ៎មានអាណាចក្រខាងជើងនិងអាណាចក្រខាងត្បូងព្រោះអ៊ីស្រាអែលបែងចែកជាពីរមែនទេអាណាចក្រខាងជើងហៅមួយទៀតហៅថាអីចាំហ៎បងប្អូនអត់ចាំទេណាហៅថាអ៊ីស្រាអែលអាណាចក្រពីរប្រទេសហ្នឹងចេញពីអ៊ីស្រាអែលតែមួយទេប៉ុន្តែនៅពេលដែលបែងចែកទៅ10កុលសម្ព័ន្ធជាស្ថិតនៅក្នុងអាណាចក្រខាងជើង2កុលសម្ព័ន្ធនៅក្នុងអាណាចក្រខាងត្បូងអាណាចក្រខាងជើងឈ្មោះម្យ៉ាងទៀតគឺអ៊ីស្រាអែលណាឈ្មោះប្រទេសអ៊ីស្រាអែលពេលខ្លះហៅអ៊ីប្រាអ៊ីមឬអីចឹងអាសាអ៊ីប្រាអ៊ីមជាកុលសម្ព័ន្ធដែលលេចធ្លោអាណាចក្រខាងត្បូងហៅម្យ៉ាងទៀតគឺជាប្រទេសយូដាអញ្ចឹងមានការបែងចែកជាពីរនគរយូដាហើយនិងនគរអ៊ីស្រាអែល
បាទអញ្ចឹងយើងខ្លាចច្រឡំគ្នាពីព្រោះខ្ញុំគិតថាបើសិនជាយើងអត់យកចិត្តដាក់អាចច្រឡំគ្នាអញ្ចឹងនៅពេលនេះមានអីគេកាត់ឡើងបាទនៅពេលនេះមានអីគេកាត់ឡើងអាណាចក្រ2អាណាចក្រខាងត្បូងវិញគេហៅអាណាចក្រគេហ្នឹងចាំយូដាណាអាណាចក្រខាងជើងអាណាចក្រអីគេអ៊ីស្រាអែលបាទឥឡូវប្រទេសទាំងពីរនេះជាប្រទេសអ៊ីស្រាអែលដែលជាប្រជាជនរបស់ព្រះជាម្ចាស់ជ្រើសរើសចាប់ដើមវាយគ្នាចាប់ដើមវាយគ្នាតែយើងមើលនៅក្នុងកម្មគម្ពីរចំពុក7នេះនៅក្នុងព្រះបន្ទូលនេះបានប្រាប់ថាប្រទេសអ៊ីស្រាអែលដែលជាអាណាចក្រខាងជើងនេះដៃខាងជើងណាយូដាជាអាណាចក្រខាងត្បូងអ៊ីស្រាអែលដែលជាអាណាចក្រខាងជើងចាប់ដើមមានគំនិតចង់មកវាយលុកបងប្អូនឯងព្រោះបើគិតទៅជាបងប្អូនឯងនៅក្នុងប្រជាជនដែលព្រះជាម្ចាស់រើសមកទេព្រោះអ៊ីស្រាអែលចេញពីកុលសម្ព័ន្ធដែលព្រះជាម្ចាស់ព្រះអង្គជ្រើសរើសមកអញ្ចឹងក្នុងនាមជាបងប្អូនឯងអាណាចក្រជើងប្រទេសអ៊ីស្រាអែលនឹងចង់មកធ្វើសឹកសង្គ្រាមជាមួយនឹងប្រទេសយូដាឬក៏អាណាចក្រខាងត្បូងប៉ុន្តែនៅក្នុងព្រះគម្ពីរមានថាអាណាចក្រខាងជើងឬក៏ប្រទេសអ៊ីស្រាអែលនឹងបានរួមគំនិតជាមួយនឹងសាសដទៃដែលឈ្មោះនៅក្នុងព្រះគម្ពីរនៅកន្លែងនេះគឺជាប្រទេសសេរីណាប្រទេសសេរីពេលហ្នឹងមានអីគេព្រោះគឺថាពួកគាត់ចង់ពួតដៃគ្នាដើម្បីមកកម្ចាត់ឬក៏ធ្វើបាបធ្វើគេហៅថាប្រយុទ្ធជាមួយនឹងអាណាចក្រត្បូងដែលនៅពេលនោះគឺស្ដេចមួយដែលគ្រប់គ្រងលើអាណាចក្រខាងត្បូងឬក៏អាណាចក្រយូដានេះឈ្មោះថាព្រះបាទអេហាសដែលយើងមើលនៅក្នុងខ1នេះណាខ1ប្រកាសនៅគ្រាដែលព្រះបាទអេហាសជាបុត្ររបស់លោកយោធាមដែលត្រូវជាបុត្ររបស់ព្រះបាទអូសៀសក្រុងរាជស្រុកយូដាមានសង្គ្រាមមួយផ្ទុះឡើងនៅអាណាចក្រប្រទេសទាំងពីរហ្នឹងមានខាងបងមួយខាងជើងមួយស្ដេចនៅខាងជើងស្ដេចពីជំនាន់មួយទៅជំនាន់មួយជំនាន់មួយទៅជំនាន់មួយសុទ្ធតែជាស្ដេចអាក្រក់ទាំងអស់ជាស្ដេចដែលអត់គោរពទៅតាមផ្លូវមេគារបស់ព្រះជាម្ចាស់ដល់ពេលយូដាឬក៏អាណាចក្រខាងត្បូងមានស្ដេចមួយចំនួនគោរពធ្វើតាមផ្លូវរបស់ព្រះជាម្ចាស់គោរពកក់ខ្លាចព្រះជាម្ចាស់នាំប្រជាជាតិនាំប្រជាជនឲ្យគោរពស្រឡាញ់ព្រះអង្គហើយក៏មានស្ដេចមួយចំនួនតែគាត់ប្រព្រឹត្តការអាក្រក់ផ្ទុយអំពីបំណងមហាទេពរបស់ព្រះជាម្ចាស់តែនៅកន្លែងនេះស្ដេចមួយអង្គនៅក្នុងគម្ពីរខ1ប្រាប់ថាព្រះបាទអេហាសព្រះបាទអេហាសគឺជាស្ដេចមួយដែលអាក្រក់ខ្លាំងមែនទែននៅអាណាចក្រខាងត្បូងឬក៏អាណាចក្រយូដាជាស្ដេចមួយអង្គដែលក្នុងចំណោមស្ដេចអាក្រក់ហើយគាត់អាក្រក់ខ្លាំងមែនទែនគាត់សោយរៀននៅពេលដែលគាត់មានអាយុ20ឆ្នាំគាត់សោយរៀនបាន16ឆ្នាំនៅទីក្រុងយេរូសាឡឹមនៅក្នុងអាណាចក្រខាងត្បូងណាខ្ញុំមកម្ដងទៀតខ្ញុំជាលឹកម្ដងទៀតម្ដងពួកយើងនិយាយច្រើនមែនទែនតាំងពីជាករីដែលយើងរៀនជាករីខ្លីៗកាន់កាពីជាករីខ្លីៗនិយាយអាហ្នឹងរហូតឥឡូវដល់ពេលកាន់កាពីវែងអេសាយយេរ៉េមៀអេសេគៀលទៅមុខទៀតគឺនិយាយច្រើនអញ្ចឹងដូចគ្នាដែរអញ្ចឹងសូមបងប្អូនទាំងគ្នាចាំកន្លែងហ្នឹងអញ្ចឹងនៅពេលនេះអាណាចក្រខាងត្បូងនោះមានស្ដេចមួយអង្គដែលសោយរាជហ្នឹងសម័យលោកអេសាយដែលជាករីហ្នឹងគាត់ជាម្នាក់ដែលធ្វើក្រក់មែនតើធ្វើខុសមែនតើនៅក្នុងព្រះគម្ពីរបានប្រាប់ថាគាត់នៅក្នុងហ្នឹងគាត់សំបីតែយកកូនរបស់ខ្លួនឯងបុត្រាបុត្ររបស់ខ្លួនឯងស្វែងចាញ់បូជាទៅដល់សាសទៅដល់ព្រះបាទម៉ូឡុកទៀតមានព្រះនៅក្នុងជំនាន់ហ្នឹងហើយមានព្រះផ្សេងមានព្រះបាល់មានព្រះម៉ូឡុកព្រះអីរបស់សាសដទៃច្រើននៅក្នុងព្រះបន្ទូលបានប្រាប់ថាស្ដេចអេហាសដែលយើងអាននៅក្នុងខ1នេះគឺជាស្ដេចមួយអង្គដែលប្រព្រឹត្តអាក្រក់មែនទែននៅក្នុងព្រះគម្ពីរបានប្រាប់ថាគាត់សុខចិត្តយកកូនខ្លួនឯងទៅថ្វាយជាចាញ់បូជាព្រោះធម្មតាពេលយើងនិយាយអំពីចាញ់បូជាតែនិយាយពីសត្វណាសត្វជាមសត្វប្រពែសត្វនេះសត្វនោះដើម្បីធ្វើចាញ់បូជាប៉ុន្តែគាត់យកកូនរបស់ខ្លួនឯងដើម្បីធ្វើជាចាញ់បូជាថ្វាយទៅដល់ព្រះដទៃហើយនោះគឺជាអំពើដែលព្រះជាម្ចាស់ព្រះអង្គអត់សពមកទៅទាល់តែសោះសូមមើលមួយខ្ញុំមកផ្លេចចង់នាំអារម្មណ៍បងប្អូនទាំងគ្នាមើលស្ដេចអេហាសតិចៗនៅក្នុងពងសាវតារក្សត្រខ្សែទី2ចំពុក16មាននៅក្នុងរបាក្សត្រមាននៅក្នុងពងសាវតារក្សត្រច្រើនដែរតែយើងមើលតែមួយខបានហើយពងសាវតារក្សត្រខ្សែទី2ចំពុក16
nhóm ăn thì buôn kho cho nơi bị kho muối từ đó kho thì buồn pông sao rác sắt sai thì pi vì mình sai thì muối sai thì pi có một bạc sắt sai thì muối bạc sắt sai thì pi buồn pông sao rác sắt anh như mình có pi xăm những áo thì muối xăm áo thì pi chừng mới có pi một để sao thì có xây kia đấy và buồn khơi hỏi pông sao rác sắt sai thì pi chụp bút đọc vào mùi copy pi nhóm tập po trăm rồi chất sập tại copy bóng ốc làm hay chỉ ai đối hay ai kho đài phong sao đặc sắc sai thì pi chụp bút đọc vào muối kho muối đó kho buồn nhưng mà em để buồn kho thế chỉ mới ta đánh anh con bánh khẳng nếu cho năm ti đọc lòng pi này ra cho cái và bát pk chỉ côn rồi bao lục remila sạch sọc Israel ní sạch chuyện chướng ấy và bát ấy ha chỉ bớt rồi bao bát vô tham lắng say điện nó lừa sọc chủ đề đưa nè chặt bóng cáiประบาดไอ้ห่าลังใส่ริหายตรงเมียนประจุนมาเพย์ประภาษาหายใส่ริบานดับประมุยน้ำในนองที่กรุงเยรูซาเล็มสดกบานประพฤติอำเภอสุจริตจิตที่กอบประหารตีประจิมจ้าจิเปรระบสดโดยประบาดดีวิจิอายุเก่าเลยคนใต้สดดาวตามเพลย์ระบสดในเนื้อในนองสับอิสราเอลคือสดเฮียนระหดเรายกบทเตอร์โบจียังตามตุ่มเลี้ยมตุ่มล้อกู้อัศอัปเปิมระบประจิตต่างหลายแต่ประจิมจ้าบานบันดังเช่นมาปีมกโกนเจ้าอิสราเอลสดบานเฟื่อยใหญ่เหมือนเชี่ยหนึ่งดับเครื่องกระอบในตีกันไลน์สการะตามตัวพวกในตามขนมหนึ่งกราวดำเชื้อได้เมียนสลัดเกี่ยวใจหมอกนี่เขาเนี่ยปรับคลาคลาเมียนกันกับเมียนคอของพิเศษในเจลูกอัดกับไทม์เทียดตอนจุดมวยหนึ่งตรงเวอร์บอสตัดอาหารแต่ยังอ่านในขนมคอตีมวยในขนมจุดปุ่มเปิลในขนมปีไอไซน์ไหมไอ้ฮะคือจุดสลัดมวยแล้วออสไลน์ประจิมจับสตัดมวยแต่ยังเมื่อนักไหลนี่มีนอาสนะตามตีตัวพวกตามพนมตามไอ้นักออดไลน์แต่ยังเมื่อนักสมยืงมีนสวนยังเมื่อตามตีตัวพวกยังเมื่อตามพนมตามปรีดินควรติดคือมีนโตมีนอาสนะมีนนี่มีนนุ่งไฟเนื้อก็นักไหลนี่สตัดอัดเรือตีตัวอาสนะพวกแต่ช่วยยังไปชี้เลยกลุ่มแปรคลายที่ตกนังหายอันนี้เอาไปจีจนนั้นจับดามไฟมันกลมแปรคลายtừng độ bạn ai ở quay môi này riêng popular đấy là vậy đấy cứ con phô tam cài dạไฟ dành của chị cô mình nung để chị cô mà phù haiตัวไฟ từ đó làแปรtrời nhưng mưa ở clang mình tên hay nó cứ trường cô là tôi chừng chắc là on stop mình tên bàตลับมาวันนี้เคยปีตะเติงจมูกนึงตาสไลด์เอฮะคุยกันเนี่ยในขนมผมวัดซักบางคนเราเนี่ยในขนมผมวัดซักบทอิสราเอลก็คุยกันสไลด์มันเนี่ยได้อะขอbàในขนมสมตัวแบบผมวัดซักบางอย่างในขนมกลุ่มปีตะเติงจมูกนึงกลุ่มปีผมวัดซักปงสาวดักซักปงสาวดักตีมวยตีปีระบาดซักใส่ตีมวยใส่ตีปีเชื่อสไลด์มวยได้เกี่ยวกับท่าอะขอเป็นแต่ไอ้บ้านบางอย่างมือชั่วโมงสตัดต่างออกนั่งสตัดมวยยังใช้ใน history ก็เคยชั่วโมงสตัดต่างออกนั่งได้มีน้ำเจริญได้กดสายดีบ้านตลอดไปอะไรในปีนี้มีสตัดในเพียงอย่างที่บอกอันนั้นจับปีนั้นจับปัจจุบันโอนตายบางโอนchỉ sang tới mũi vậy tới sai sai tầm mũiแต่เพียงแค่phươngการบางใจtớiจับดาวbànจับดำสุกเนี่ยlấyได้thằng trường anh ấy chạy Israel anh ấy chạm trường đấyจับดำร่วมในที่นี้จุ่มมวยซาดตีเป็นประเทศซีนั้นลำใบเมื่อวีลุกประเทศยูดาเชียร์น่าจะถึงโบ้แต่มีสไลด์ฮะจีน่าได้กลุ่มแต่ดักรวมบ่าหนึ่งดังคอที่มันปรับท่าคนใต้สมทบานพูดในจุ่มมวยหนึ่งประบาดไปการจุดบอลบอลเรมาเลียนหนึ่งจีสไลด์สุกอิสราเอลเลือกตบวีตัวลุกตัวกรุงเยรูซาเล็มพอแต่มันอาจจะสำหรับมันหลายคอปีมันตามแก่เกย์บานน้อมกำนังมักตูบริจวงระบบบาดเดวิดแท้จนเชียร์ซีรีส์บาดบอลตบแล้วก็นุสบอิบราฮิมกำนังนี้ทั่วไอ้ประบาดไอ้ฮะนั่งประชีรียอนทดโดยเปรย์เชื่อเดินเรือไทยบอกฮะกดดักมวยได้กดกระโดดประเทศเนเปเดลือทางนั้นจะถึงชื่อด้วยกลุ่มที่อิสราเอลนั้นจับดำรวมได้จมวยหนึ่งซีรีส์ไอวีล็อกก็จับดำไฟเหมือนเดิมฮะก็ไฟประชาชนในขนมสกุลดาหรือกับประเทศยูดาในขณะจากบงนั้นก็มีอารมณ์เพย์ขนาดไหน
គាត់ភ័យខ្លាចមែនទេព្រោះការនោះនឹងត្រូវកាត់ឡើងនៅក្នុងព្រះបន្ទូលបើសិនជាយើងមើលលម្អិតការនោះបានកើតឡើងពួកគាត់បានវាយលុកបានរួមគ្នាប្រទេសអ៊ីស្រាអែលបានចាប់ដើមរួមដៃជាមួយនឹងប្រទេសអ៊ីស្រាអែលស្ដេចនឹងចាប់ដើមរួមគ្នាចូលមកធ្វើការវាយលុកនៅក្នុងទីក្រុងយេរូសាឡិមវាយលុកនៅក្នុងស្រុកយូដាដើម្បីគោលបំណងសម្រាប់ស្ដេចអាហាសហ្នឹងព្រោះនៅក្នុងព្រះគម្ពីរនៅក្នុងចុងខ6បានប្រាប់ថាបន្ទាប់មកយើងនឹងលើកកូនរបស់តាបៀលឲ្យឡើងត្រូវរាជនៅក្នុងស្រុកនោះគឺគាត់ចង់ប្រកួតស្ដេចហ្នឹងប៉ុន្តែព្រះជាម្ចាស់បានប្រាប់ចំណុចខ4បានប្រាប់ថាសូមប្រកាសណាកុំខ្វាយខ្វល់បាទសូមប្រកាសណាកុំខ្វាយខ្វល់ប្រហាតីកុំភ័យខ្លាចឡើយសូមកុំតក់ស្លុតនៅចំពោះកំហឹងរបស់ស្ដេចរេស៊ីនជានិងពួកសេរីព្រមទាំងស្ដេចពេកាឲ្យសោះស្ដេចទាំងនោះប្រៀបបានទៅនឹងកន្ទុយអស់ដែលហុយផ្សែងចិត្តរលត់ព្រះអង្គបានប្រាប់ទៅដល់លោកអេសាយគឺជាជាករីមួយនៅក្នុងជំនាន់ហ្នឹងពីព្រោះលោកអេសាយគឺជាករីមួយដែលនិយាយពីស្ដេច4ចំនួនគាត់នេះជាជំនាន់ចុងក្រោយឯងមាន4ចំនួនតាំងពីចំណៃយោអូសៀមកអូសៀយោធាមមកដល់គាត់បាទអញ្ចឹងព្រះជាម្ចាស់ប្រាប់ថាអេសាយចូលនាំដំណឹងនេះទៅប្រាប់ស្ដេចអាហាសថាកុំភ័យអីព្រោះថាទ្រង់បានប្រាប់ថាឲ្យលើកទឹកចិត្តឲ្យប្រាប់ទៅដល់ស្ដេចអាហាសឲ្យធ្វើការរៀនទុកចិត្តទៅលើព្រះជាម្ចាស់ហើយព្រះអង្គបានប្រាប់ថាអត់អីទេបើសិនជាទុកចិត្តព្រះអង្គបើសិនជាការនោះបងប្អូនអរគ្នាស្ដេចនោះនៅតែពឹងផ្អែកទៅព្រះអង្គអត់មានបញ្ហាទេអត់មានបញ្ហាហើយព្រះអង្គបានប្រាប់នៅទីនេះបានប្រាប់ថាស្ដេចទាំងនោះប្រៀបបានទៅនឹងកន្ទុយអស់ដែលហុយផ្សែងចិត្តរលត់ត្រង់ថាការនោះនឹងមិនកាត់ឡើងឡើយពេលនេះគេកាត់ឡើងពេលដែលប្រទេសបានពីនឹងគាត់ចូលរួមមកគាត់ចាប់ដើមវាយលុកធ្វើសឹកសង្គ្រាមនៅក្នុងជាមួយអាណាចក្រខាងត្បូងនៅក្នុងព្រះគម្ពីរពងរបាក្សត្រយើងមើលមានអីគេកើតឡើងនៅក្នុងកន្លែងនេះបានប្រាប់ថាខ្ញុំត្រឡប់មកវិញនៅក្នុងចុងខ1បានប្រាប់ថាគេទៅវាយលុកទីក្រុងយេរូសាឡិមប៉ុន្តែមិនអាចវាយសម្រុកចូលបានឡើយបងបានប្រាប់ថាអត់អីទេការនោះនឹងមិនអីទេចុងក្រោយគឺមិនមានអីគេមិនវាយលុកទីក្រុងយេរូសាឡិមបានទេប៉ុន្តែយើងឃើញថាមានការបំផ្លិចបំផ្លាញច្រើនមែនទែនដោយសារតែការមិនស្ដាប់បង្គាប់របស់ព្រះបាទអាហាសតើមានអីគេខ្ញុំសូមណូតកន្លែងនេះប្រជាជននៅក្នុងស្រុកយូដាត្រូវប្រមាណប្រហែលជា 10,000 នាក់ជាងដែលត្រូវគេសឹកសង្គ្រាមនោះត្រូវបានគេសម្លាប់ស្ដេចសម្ដេចឈ្មោះម៉ាស៊ីយ៉ាត្រូវបានគេសម្លាប់កូនចៅមន្ត្រីផ្សេងត្រូវបានគេសម្លាប់ច្រើនអ៊ីស្រាអែលដែលប្រជាជនអ៊ីស្រាអែលសំទោសសង្គ្រាមហ្នឹងគេចាប់ប្រជាជនដែលរស់នៅក្នុងស្រុកយូដាហ្នឹងចំនួន 20,000 នាក់ទៅជាឆ្លើយគេនៅចាប់គៀធ្វើជាឆ្លើយនៅក្នុងនោះព្រះបន្ទូលបានប្រាប់ថាមានស្ត្រីមានក្មេងហើយនឹងគេបានប្រមូលយកទ្រព្យសម្បត្តិផ្សេងអំពីស្រុកយូដាឬក៏ប្រទេសយូដាព្រោះសឹកសង្គ្រាមហ្នឹងកើតឡើងមែនគេវាយលុកហើយធ្វើបាបហើយធ្វើឲ្យអាណាចក្រយូដាមានការចុះខ្សោយយ៉ាងខ្លាំងហើយបើបងប្អូនតាមដានសាច់រឿងមានក្រោយមកទៀតនៅពេលដែលនាំប្រជាជនអ៊ីស្រាអែលពីអាណាចក្រខាងត្បូងណាសំទោសប្រជាជនអ៊ីស្រាអែលពីអាណាចក្រត្បូងគៀទៅ 20,000 នាក់គៀទៅជាករីមួយដែលគាត់មើលការខុសត្រូវនៅក្នុងស្រុកខាងជើងដែរប្រាប់ថាហេតុអីបានធ្វើការទាំងអស់ហ្នឹងហេតុអីបានជាធ្វើបាបបងប្អូនជនជាតិអ៊ីស្រាអែលដូចគ្នាហេតុអីបានជាគៀប្រជាជនគ្នាឯងចឹងបន្ទាប់មកជាករីនឹងប្រាប់ថាស្ដេចនៅស្រុកខាងជើងអើយសូមបានបញ្ជូនប្រជាជនឲ្យត្រឡប់មកវិញទៅហើយចុងក្រោយបានត្រឡប់មកវិញរៀងរាល់ថ្ងៃស្មុគស្មាញនឹងច្រើនមែនតើហើយអ្នកដែលចាប់អារម្មណ៍ទៅតាមប្រវត្តិសាស្ត្រអាចសិក្សា detail បន្ថែមការទាំងអស់នោះប៉ុន្តែមានអីកើតឡើងអាណាចក្រខាងត្បូងឬក៏អាណាចក្រយូដាចាប់ដើមចុះថយហើយខ្សោយមែនតើទោះបីជានៅក្នុងប្រាប់ថាជនជាតិអ៊ីស្រាអែលនៅមកពីអាណាចក្រខាងជើងជាមួយនឹងសេរីចូលមកវាយលុកអត់បានសម្រេចជោគជ័យវាយលុកយកទីក្រុងយេរូសាឡិមក៏ដោយប៉ុន្តែនៅក្នុងនោះឃើញថាមានការបំផ្លិចបំផ្លាញច្រើនមែនទែនការបំផ្លិចបំផ្លាញច្រើនមែនទែននៅក្នុងនេះទៀតដែលយើងខ្ញុំគិតថាយើងអត់មានពេលមើលទេប៉ុន្តែនៅពេលដែលគេបានរួមដៃគ្នាចាប់ដើមចូលមកវាយលុកនៅក្នុងប្រទេសនៅខាងត្បូងស្ដេចអាហាសចាប់ដើមភ័យមែនទែនចាប់ដើមភ័យមែនទែន
ព្រះជាម្ចាស់បានប្រាប់ទៅដល់លោកអេសាយឲ្យនាំពាក្យរបស់ទ្រង់បានប្រាប់ថាស្ដេចឲ្យកុំភ័យមិនខ្លាចអីការជំនុំមិនអីទេហើយគាត់លើកទឹកចិត្តថាសូមទុកចិត្តព្រះជាម្ចាស់សូមទុកចិត្តព្រះជាម្ចាស់ប៉ុន្តែនៅក្នុងព្រះគម្ពីរបានប្រាប់ថាស្ដេចអាហារនោះភ័យមែនទេបានរត់ទៅពឹងប្រទេសមួយទៀតឈ្មោះថាប្រទេសអាសេរីអាណាចក្រខាងជើងទៅពឹងសេរីដើម្បីមកវាយគ្នាឯងរបស់យូដាអាណាចក្រយូដានេះដែលអាហាជាស្ដេចនេះភ័យខ្លាចបានរត់ទៅពឹងអាសេរីសេរីដូចគ្នាមួយសេរីមួយអាសេរីអញ្ចឹងកុំឲ្យបងប្អូនទាំងអស់គ្នាបានច្រឡំពេលនោះកំពុងទៅបានអីគេនាំស្ដេចហ្នឹងមកធ្វើសឹកសង្គ្រាមឲ្យបានបណ្ដេញកការដែលគេប៉ុនប៉ងដើម្បីវាលោកទីក្រុងយេរូសាឡឹមអត់បានសម្រេចដោយសារគាត់រត់ទៅពឹងស្ដេចសាសតីស្ដេចប្រទេសអាសេរីនៅក្នុងព្រះគម្ពីរបានប្រាប់ទៀតថាស្ដេចអាហាសដើម្បីគប់បហាទេដល់អ្នកដែលគាត់ទៅពឹងព្រោះគាត់ទៅពឹងស្ដេចស្រុកអាសេរីគាត់ទៅពឹងដោយសារស្ដេចស្រុកអាសេរីគេគោរពព្រះរបស់គេអញ្ចឹងហើយគាត់ទៅមើលស្តង់ដារមើលរបៀបដែលគេសាងសង់រូបសំណាកអីផ្សេងរបស់ស្រុកអាសេរីហ្នឹងយកមកសាងសង់នៅក្នុងទឹកដីរបស់ខ្លួនឯងមកសាងសង់កែច្នៃព្រះដំណាក់របស់ព្រះជាម្ចាស់ដែលជនជាតិអ៊ីស្រាអែលតែងតែគោរពនោះច្នៃឲ្យទៅជាការគោរពថ្វាយបង្គំព្រះដតីដើម្បីធ្វើអីគេដើម្បីផ្គាប់ស្ដេចរបស់ប្រទេសអាសេរីដែលជាសាសដតីពួកគាត់ទៅពឹងគេដើម្បីបើរួមគ្នាច្បាំងតទល់ជាមួយនឹងអ៊ីស្រាអែលហើយនឹងអូសេរីរៀងស្មុគស្មាញប៉ុន្តែខ្ញុំគិតថាប្រហែលជាបងប្អូនអាចទទួលយកបាននេះបាទប៉ុន្តែយើងមើលនៅកន្លែងនេះមិនប្រាប់ទៅម៉េចនៅខ9ប្រាប់ថាយើងលើកគ្នាច្បាំងនឹងស្រុកយូដាយើងបំភ័យឲ្យគេតក់ស្លុតបាទពីព្រោះសុំទោសខ5ខ6ស្ដេចស្រុកសេរីបានពួតដៃជាមួយនឹងពួកអ៊ីប្រាអ៊ីមនិងស្ដេចអ៊ីស្រាអែលប្រឆាំងព្រះរាជាដោយពោលថាយើងលើកគ្នាច្បាំងនឹងស្រុកយូដាហើយបំភ័យគេឲ្យតក់ស្លុតហើយវាលោកស្រុកគេរហូតដល់គេចុះញោមនឹងយើងបន្ទាប់មកយើងនឹងលើកកូនរបស់តាប់បៀលឲ្យឡើងក្រឹងលេខទៅស្រុកនោះគោលម្ដងគឺគេចង់បំភ័យស្រុកយូដាធ្វើបាបទៅដល់ស្ដេចអាហាសឲ្យចុងក្រោយធ្វើគាត់ដើម្បីមានគោលម្ដងដាក់ដតីដើម្បីឲ្យសោយរាជនៅក្នុងស្រុកយូដានោះខ7ប៉ុន្តែព្រះជាម្ចាស់មានប្រាប់បន្ទូលទៅដូចទៅពួកគេមិនអាចសម្រេចការទាំងនេះបានទេការទាំងនេះពុំកើតមានឡើងឡើយក្រុងដាម៉ាស់ជារាជធានីរបស់ស្រុកសេរីស្ដេចសេរីនជាម្ចាស់ក្រុងដាម៉ាស់នៅក្នុងរយៈ60ឆ្នាំទៀតអ៊ីប្រាអ៊ីមនឹងត្រូវវិនិច្ឆ័យលែងមានឈ្មោះថាជាប្រជាជនទៀតហើយក្រុងសាមរីជារាជធានីរបស់ក្រុងអ៊ីប្រាអ៊ីមស្ដេចពេលការជាម្ចាស់ក្រុងសាមរីប្រសិនបើអ្នករកគ្នាមិនផ្ញើជីវិតយ៉ាងជាប់ខ្លួនទេអ្នករកគ្នាមិនអាចស្ថិតជាប់ជួនបានឡើយព្រះអង្គប្រាប់ថាប្រសិនបើអ្នករកគ្នាមិនផ្ញើជីវិតលើយើងយ៉ាងជាប់ជួននោះទេអ្នករកគ្នាមិនអាចស្ថិតនៅយ៉ាងជាប់ជួនបានឡើយនៅក្នុងខ10ព្រះជាម្ចាស់បានប្រាប់ទៅដល់លោកអេសាយថាអេសាយអើយចូលនាំដំណឹងរបស់ខ្ញុំថានាំចូលទៅកាន់ស្ដេចអាហាសហើយប្រាប់គាត់ថាឲ្យស្ដេចអាហាសហ្នឹងទូលសុំទៅកាន់ព្រះជាម្ចាស់ខ10បានប្រាប់ថាព្រះជាម្ចាស់ចាត់លោកអេសាយទទួលព្រះបាទអាហាសជាថ្មីព្រះករុណាត្រូវទូលសុំព្រះជាម្ចាស់ជាព្រះរបស់ព្រះបាទករុណាសម្ដែងនៅទីសម្គាល់មួយទោះបីនៅលើភ្នំក្តីឬក្នុងទីជ្រៅក្តីដើម្បីបញ្ជាក់ថាព្រះអង្គពិតជាគង់នៅជាមួយព្រះករុណាព្រះបាទអាហាសមានរាជអង្គការទទួលថាយើងនឹងមិនទូលសុំអ្វីជាដាច់ខាតយើងនឹងមិនបងលោជាមួយព្រះអង្គចាស់ទេពេលនោះជាក្តីអេសាយបានទូលថាខ10ខ11នៅពេលដែលគ្រូបានមកដល់នៅពេលដែលសង្គ្រាមបានមកដល់ព្រះជាម្ចាស់បានប្រាប់ថាអេសាយអើយទៅប្រាប់គាត់ទៅប្រាប់ស្ដេចថាការនឹងអត់អីទេហើយឲ្យស្ដេចនឹងចាប់ដើមទូលមកកាន់ព្រះជាម្ចាស់បានប្រាប់ទូលមកកាន់ថាព្រះអង្គអើយសូមបង្ហាញទីសម្ដែងនៅទីសម្គាល់របស់ចាស់ដើម្បីបញ្ជាក់ថាព្រះអង្គពិតជានៅជាមួយទូលបង្គំព្រះអង្គពិតជាខ្វាយខ្វល់យកចិត្តដាក់នឹងទូលបង្គំឲ្យអេសាយទៅប្រាប់ពេលដែលអេសាយទៅប្រាប់ស្ដេចអេហាសប្រាប់ថាម៉េចខ្ញុំនឹងមិនធ្វើទេនៅក្នុងនេះបានប្រាប់ថាយើងនឹងមិនទូលសុំអ្វីជាដាច់ខាតអាហាសជាស្ដេចមួយដែលកំពុងតែគោរពព្រះខ្លាំងជាស្ដេចមួយដែលដោយឆ្ងាយចេញអំពីមេគារបស់ព្រះជាម្ចាស់ជាស្ដេចមួយអត់ចូលចិត្តជាមួយនឹងការស្ដាប់បង្គាប់ព្រះជាម្ចាស់អញ្ចឹងនៅពេលដែលព្រះអង្គបានប្រាប់ថាឲ្យអាហាសបានអធិដ្ឋានឲ្យបានទូលសុំអង្វរមកកាន់ព្រះជាម្ចាស់
ហាថាម៉េចទូបង្គំមិនទូសុំអ្វីជាដាច់ខាតប្របាទព្រះអង្គបានផ្ដល់ឱកាសព្រះអង្គប្រាប់ថាការនោះកើតឡើងហើយមានន័យថាគ្រោះបានកើតឡើងដំណឹងអាក្រក់បានកើតឡើងហើយគេមកចូលមកធ្វើសឹកសង្គ្រាមគេនឹងមកចៅកម្ចាត់នេះប៉ុន្តែអាហាអត់បានរត់ទៅរកព្រះជាម្ចាស់ប៉ុន្តែធ្វើអីអាហាបែរជារត់ទៅពឹងស្ដេចរបស់ប្រទេសអាសេរីនាំសួយសាកនាំមាសពេជ្រអសុទ្ធមាសប្រាក់គាត់មានពីយកដែលនៅក្នុងដំណាក់ព្រះជាម្ចាស់យកទៅដើម្បីសុំប៉ាន់ទៅដល់ស្ដេចនោះសុំជំនួយមកធ្វើសឹកសង្គ្រាមជាមួយនឹងប្រទេសអ៊ីស្រាអែលនិងប្រទេសសេរីតែព្រះជាម្ចាស់បានប្រាប់នៅទីនេះអាហាអើយទូសុំអាហាអើយចូលបានទូសុំមកខ្ញុំដើម្បីសម្ដែងការម្ចាស់ព្រះជាម្ចាស់បាន invite បានអញ្ជើញគាត់ឲ្យទៅជែកឲ្យនិយាយឲ្យទូសុំទៅកាន់ព្រះជាម្ចាស់ប៉ុន្តែអាហាថាខ្ញុំនឹងមិនទូសុំជាដាច់ខាតខ្ញុំទូលំសុំជាដាច់ខាតខ្ញុំគិតថាអត់ស្រួលទេព្រោះអាហាកំពុងតែដួងចិត្តមួយនោះឆ្ងាយពីព្រះអង្គមែនទេហើយមិនត្រឹមតែខ្លួនគាត់ទេគាត់នាំប្រជាជាតិប្រជាជននៅក្នុងប្រទេសរបស់គាត់ហ្នឹងឲ្យបានគោរពព្រះខ្លាំងខ្លាយឆ្ងាយអំពីមេគារបស់ព្រះជាម្ចាស់ដូចនេះដែរអញ្ចឹងឲ្យគាត់មកទូសុំព្រះអង្គពិបាកមែនទេបងប្អូនមានពេលវេលាដែលយើងពេលខ្លះពិបាកនៅក្នុងការអធិដ្ឋានពេលខ្លះយើងមានអារម្មណ៍ដូចធ្វើខុសជាមួយព្រះអង្គ guilty ជាពេលចាំបាច់ដែលយើងត្រូវចូលមកកាន់ព្រះជាម្ចាស់ឲ្យទូលទៅកាន់ព្រះអង្គជាពេលវេលាដែលចាំបាច់បំផុតប៉ុន្តែយើងមានអារម្មណ៍ថាពិបាកនឹងចូលទៅកាន់ព្រះជាម្ចាស់តែស្អីយើងមើលទៅខ្លួនឯងព្រះអង្គឲ្យទូលបង្គំតែធ្វើកិច្ចការដែរព្រះអង្គអត់សប្តិឬក៏ទូលបង្គំគិតថាទូលបង្គំធ្វើការនោះអត់ត្រូវអត់សូវត្រូវទេពិបាកនៅក្នុងការចូលមកកាន់ព្រះជាម្ចាស់បងប្អូនឯងមើលអ្នកដែលគេកំពុងតែប្រព្រឹត្តអំពើបាបកំពុងតែលងវែងពិបាកឲ្យគេនឹងចុះចូលជាមួយនឹងព្រះជាម្ចាស់នៅកន្លែងនេះព្រះបាទអេហាគឺជាស្ដេចមួយដែលជាស្ដេចមួយក្នុងចំណោមស្ដេចអាក្រក់របស់អាណាចក្រខាងត្បូងអញ្ចឹងព្រះអង្គផ្ដល់ឱកាសឲ្យគាត់ប៉ុន្តែគាត់នៅតែបដិសេធថាខ្ញុំនឹងមិនទូលសុំអ្វីជាដាច់ខាតខ13បបិទ្ធព្រះរាជវង្សព្រះបាទដាវីតទ្រង់ព្រះសម្ដាប់ទូលបង្គំប្រកាសណាមិនត្រឹមតែធ្វើឲ្យមនុស្សនឿយណាយចិត្តប៉ុណ្ណោះទេគឺថែមទាំងធ្វើឲ្យព្រះរបស់ទូលបង្គំនឿយណាយប្រហាក់ទៀតផងមិនតែធ្វើឲ្យប្រជាជនពិបាកចិត្តដោយសារគាត់ព្រះអង្គជាព្រះក៏មានមហាតីនឿយណាយជាមួយនឹងព្រះបាទអេហាដែរហើយនេះព្រះជាម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នាមើលស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះនិងសម្រាលបានដុតមួយហើយថ្វាយព្រះនាមថាអេម៉ានូអែលបងប្អូនមើលខ14ពេលអានខនេះហេតុនេះព្រះជាម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នាមើលស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះនាងនឹងសម្រាលបានដុតមួយហើយថ្វាយព្រះនាមថាអេម៉ានូអែលយើងមើលកន្លែងហ្នឹងជាទំនាយបើសិនជាយើងធ្លាប់ដឹងជាទំនាយពីណាគេបុត្រនោះជាណាគេគឺជាព្រះយេស៊ូវគ្រីស្ទខ្ញុំជឿថាពេលនោះអានម្ដងយើងតែងតែនិយាយថាអូអេម៉ានូអែលព្រះគង់ជាមួយមានស្ត្រីមេរីដែលគាត់ជាស្ត្រីព្រហ្មចារីគាត់នឹងមានផ្ទៃពោះឲ្យសម្រាលបានបុត្រមួយនេះគឺជាពាក្យទំនាយដែលលោកអេសាយបានកត់ត្រាបានសរសេរទុកអំពីព្រះយេស៊ូវគ្រីស្ទដែលការដែលគាត់សរសេរនេះគឺកាលពី700ឆ្នាំមុនពេលដែលព្រះយេស៊ូវបានប្រសូតនៅក្នុងភូមិបេតឡែមទៅទៀតនៅកន្លែងនេះខ្ញុំប្រាប់ថាហេតុនេះហើយព្រះអង្គផ្ទាល់នឹងប្រទានទីសង្គមមួយដល់អ្នកគ្នាមើលស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះឲ្យសម្រាប់បុត្រមួយឲ្យថ្វាយព្រះនាមថាអេម៉ានូអែលខ្ញុំពេលមើលក្នុងអ៊ីនធឺណិតបាទក្នុងអ៊ីនធឺណិតកាលណាមានការកើតឡើងមកថារញ្ជួយដីទំកើតឡើងថ្មីនៅប្រទេសថៃឬក៏ប្រទេសភូមាមានបងប្អូនខ្លះគាត់ចាប់ដើមថាអូមានការទូទាយមានគ្រូហុងស៊ុយណាគាត់នឹកឡើងឬក៏មានគ្រូណាដែលគេមើលដឹងអំពីអនាគតគេថាចេះទូទាយត្រូវណាស់អូការនោះកើតឡើងការនេះកើតឡើងហើយមនុស្សម្នាក់ដូចជាចាប់អារម្មណ៍មែនទេគាត់ទៅអូពិសេសមែនទេឲ្យតម្លៃមែនទេប៉ុន្តែបងប្អូនយើងមើលនៅកន្លែងនេះលោកអេសាយបានសរសេរការកាពីនេះកាលពី700ឆ្នាំមុនព្រះយេស៊ូវគ្រីស្ទបានកើតឡើងនៅក្នុងភូមិបេតឡែម700ឆ្នាំចិត្តមួយទសវត្សរ៍7 សតវត្ស
700 ឆ្នាំមុនពេលដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានប្រសូតនៅក្នុងភូមិបេតលេហឹមនៅក្នុងព្រះគម្ពីរអេសាយនេះបានកត់ត្រាថាម៉េចហេតុនេះព្រះជាម្ចាស់ផ្ទាល់នឹងដល់ទីសម្គាល់អស្ចារ្យមួយព្រហ្មចារីនឹងមានទេពកសម្រាប់បានបុកមួយថ្វាយព្រះនាមថាអេម៉ានូអែលពាក្យទំនាយអំពីព្រះយេស៊ូវគ្រីស្ទថាទ្រង់នឹងត្រូវបានប្រសូតពីស្ត្រីព្រហ្មចារីដែលលោកអេសាយជំនាន់មុនព្រះយេស៊ូវជិត 1000 ឆ្នាំ 700 ឆ្នាំតែក្រោយមកយើងឃើញថាការនោះបានកាត់ឡើងហើយយើងមើលនៅក្នុងគម្ពីរអេសាយទីទៀតទៅមុខនៅក្នុងជំពូកផ្សេងទៀតនិយាយអំពីព្រះយេស៊ូវគ្រីស្ទដូចគ្នាទៀតអញ្ចឹងបើយើងគិតមកព្រះជាម្ចាស់បានឲ្យជាក្រីរបស់ទ្រង់និយាយអំពីទំនាយដែលនឹងកើតឡើងនៅថ្ងៃអនាគតមកដល់ក្នុងជំនាន់ព្រះយេស៊ូវគ្រីស្ទមកដល់យើងជំនាន់ព្រះយេស៊ូវគ្រីស្ទលែងជាអនាគតហើយព្រោះយើងជិតក្រោយព្រះយេស៊ូវគ្រីស្ទ 2000 ឆ្នាំមែនទេអញ្ចឹងយើងឃើញថាការនោះពិតជាបានកើតឡើងដោយព្រះគម្ពីរបានចែងទុកដូច្នោះមែនពាក្យទំនាយដែលព្រះជាម្ចាស់បានប្រាប់ទៅដល់ជាករីដើម្បីប្រើទំនាយការនោះបានកើតឡើងហើយច្រើនមែនតើអំពីពាក្យទំនាយផ្សេងៗដែលបានកើតឡើងជាក់ស្ដែងខ្ញុំពេលដែលខ្ញុំអានកាពីខ្ញុំគិតមិនម្សិលមួយថ្ងៃខ្ញុំគិតថាអូម្សិលមិញខ្ញុំទៅជជែកជាមួយនឹងអេវ៉ារិកព្រោះយើងអានរៀនកាពីជាមួយគ្នាគាត់ថាអូមាន prophecy មានទំនាយច្រើនមែនតើដែលកើតឡើងច្រើនមែនតើប៉ុន្តែមនុស្សអត់សូវចាប់អារម្មណ៍ពេលអានទៅអត់សូវចាប់អារម្មណ៍ប៉ុន្តែគាត់ថាគេមានភ្នំភ្លើងមានជួយដីការកាត់ឡើងលោកយាយនេះលោកតានោះបរោះនេះបរោះនោះគ្រូនេះគ្រូនោះនិយាយនេះថាអូពិសេសមែនតើហើយចាប់អារម្មណ៍ច្រើនមែនតើហើយបងប្អូនហើយតិចទៀតយើងមើលនៅក្នុងកាពីវិវរណៈដែលនិយាយច្រើនអំពីតទៅមួយថ្ងៃអនាគតច្រើនមែនតើហើយការនោះនឹងកើតឡើងមែនតើមនុស្សអត់ចាប់អារម្មណ៍ជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុន្តែ everything យើងមើលទៅឃើញនៅក្នុងការពីពួកអីព្រះអង្គបានចែងពីដើមបានកាត់ឡើងច្រើនហើយនៅព្រះបន្ទូលច្រើនទៀតដែលនិយាយពីអនាគតហើយការនោះនឹងកាត់ឡើងដូចគ្នាដែរអញ្ចឹងនៅកន្លែងនេះនៅក្នុងខ14នេះអេសាយបានប្រាប់ទៅដល់ថានេះហើយព្រះជាម្ចាស់នឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នាមើលស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះសម្រាប់បានបុតមួយហើយថ្វាយព្រះនាមថាអេម៉ានូអែលដែលការនោះពិតជាបានកាត់ឡើងកាលពី 2000 ឆ្នាំមុនមកដល់ឥឡូវគឺ 2000 ឆ្នាំមុនការនោះបានកាត់ឡើង2ឆ្នាំដែរបុតនោះនឹងសោយតែទឹកខ្មុំនិងទឹកបាំងរហូតដល់ពេលចេះបដិសេធអ្វីៗដែលអាក្រក់ហើយជ្រើសយកអ្វីៗដែលល្អប៉ុន្តែមុនពេលបុតនោះចេះបដិសេធអ្វីដែលអាក្រក់យើងនឹងជ្រើសរើសយកអ្វីដែលល្អសុខរបស់អ្នកស្ដេចទាំងពីរដែលបានមកបំភ័យប្រកាសណានឹងត្រូវគេបោះបង់ចោលយ៉ាងស្ងាត់ជ្រងំពីខទី18ដល់17ទៅដល់ខចប់ខ្ញុំអានខ្លះណាព្រះជាម្ចាស់នឹងធ្វើឲ្យប្រកាសណាព្រមទាំងពជារាជនិងព្រះរាជវង្សរបស់នឹងរាជវង្សជួបប្រទះនឹងសភាពការផ្សេងព្រោះតែស្ដេចរបស់ជនជាតិអាសេរីគឺចាប់តាំងពីថ្ងៃដែលពលសម្ព័ន្ធអេប្រាអ៊ីមបានបែងចែកពីប្រជាជាតិយូដាមកមិនដែលមានសភាពការបែបនេះទេនៅគ្រានោះព្រះជាម្ចាស់នឹងហៅវងរុយដែលនៅខាងចុងជ្រោយទន្លេនេះនិងវងឃុំនៅស្រុកអាសេរីឲ្យមកទុំនៅតាមចំណោតភ្នំតាមក្រហែងថ្មព្រមទាំងនៅតាមគុម្ពោតនិងតាមវាលស្មៅទាំងប៉ុន្មានដែរព្រះអង្គកំពុងតែប្រាប់ទៅដល់ព្រះបាទអាហាសថាអាហាសនៅពេលដែលមានការនោះកើតឡើងអាហាសអត់បានរៀននៅក្នុងការទុកចិត្តព្រះជាម្ចាស់ព្រោះយើងដឹងថាប្រជាជនអ៊ីស្រាអែលគឺជាប្រជាជនដែលព្រះជាម្ចាស់ព្រះអង្គបានជ្រើសរើសគាត់អត់បានទុកចិត្តព្រះជាម្ចាស់អត់ជ្រើសរើសក្នុងការដែលថ្វាយការទុកចិត្តទាំងក្នុងព្រះអង្គគាត់រត់ទៅរកស្ដេចឬក៏ប្រទេសអាសេរីដើម្បីធ្វើមកជួយគាត់ធ្វើសឹកសង្គ្រាមនោះហើយនៅក្នុងព្រះបន្ទូលនេះអេសាយក៏បានប្រាប់ព្រះអង្គបានប្រាប់អេសាយឲ្យប្រាប់ថាដោយសារតែការទាំងអស់នោះប្រទេសឬក៏ស្រុកយូដានឹងត្រូវបាននឹងបំផ្លិចបំផ្លាញទៅដោយប្រទេសអាសេរីឥឡូវនេះអាសេរីមកជួយគាត់ប៉ុន្តែព្រះអង្គបានប្រាប់ថាដោយសារគេការមិនស្ដាប់បង្គាប់របស់ស្ដេចហ្នឹងនៅក្រោយមកទៀតមានអីកើតឡើងអាសេរីដែលជួយគាត់ឥឡូវហ្នឹងនឹងខ្លាយទៅជាប្រទេសមួយដើម្បីមកវាយលុកប្រទេសនៅក្នុងស្រុកយូដាហើយការទាំងនោះកើតឡើងបន្ទាប់ពីស្ដេចបន្ទាប់ពីអាហារនេះមកមានស្ដេចហេសេគៀក្រោយមកទៀតហើយយើងឃើញថាស្ដេចជំនាន់ក្រោយត្រូវបានពួកអាសេរីបានចូលវាយលុកឲ្យធ្វើបាបតែទោះបីជាមិនទាន់បានវាយលុកឲ្យដណ្ដើមយកប្រទេសទាំងមូលពីពួកអត់ទាន់ដល់ពេលវេលាទេ
ព្រោះយើងចាំនៅឆ្នាំ500ជាង BC មុនគ្រិស្តសករាជប្រទេសយូដាននឹងត្រូវបានពួកបាប៊ីឡុនចូលមកហើយបានវាយកំទេចឲ្យគៀជាឆ្លើយនៅនេះចិត្តដល់ពេលដែលប្រជាជនអ៊ីស្រាអែលដែលជាអាណាចក្រខាងជើងត្រូវបានបាត់បង់ហើយពីព្រោះយើងឃើញថានៅឆ្នាំ722មុនគ្រិស្តសករាជអាណាចក្រខាងជើងនឹងត្រូវបានពួកអាសេរីទៅវាយលុកវាយកំទេចប្រជាជនទាំងស្រុងហើយវាយលុកទីក្រុងបង្គាត់ទីក្រុងសាមារីហើយវាយលុកប្រទេសហើយបាននាំជាប្រជាជនទៅក្នុងស្រុកប្រទេសអញ្ចឹងនៅកន្លែងនេះព្រះអង្គបានប្រាប់ថាម៉េចបានប្រាប់ថាបើអ្នកអត់បានទុកចិត្តលើព្រះជាម្ចាស់ការនោះនឹងកើតឡើងព្រះអង្គបានប្រាប់ថានឹងពពួកអាស៊ីនឹងមកវាយលុកអ្នករាល់គ្នាពួកអេស៊ីបនឹងមកវាយលុកអ្នករាល់គ្នាពីព្រោះនៅក្នុងខទី18បានប្រាប់ថាព្រះអង្គនឹងហៅវងរុយនឹងខាងចុងទន្លេនីលនឹងវងឃុំនៅក្នុងស្រុកអាស្រីពួកអាស្រីនិងពួកអេស៊ីបនឹងចូលមកវាយលុកនៅក្នុងប្រទេសយូដាហើយបងប្អូនទៅឆែកនៅក្នុងប្រវត្តិសាស្ត្រទៅ Google ការកើតមានឡើងដូចគ្នាដែរពួកអាស្រីពួកអេស៊ីបបានចូលក្នុងវាយលុកប្រទេសយូដាដូចជាអ្វីដែលព្រះបន្ទូលបានប្រាប់នៅទីនេះនៅក20ប្រាប់ថាគ្រានោះព្រះជាម្ចាស់នឹងជួលកំបិតកោពីខាងទន្លេអឺប្រាតពីស្ដេចអាសេរីមកកោសក់រោមជាមនិងកោពុកមាត់របស់ជនជាតិនេះជាន័យធៀបដែលប្រាប់ថាពួកអាសេរីនឹងមកធ្វើបាបនឹងវាយលុកនៅក្នុងប្រទេសយូដាហើយធ្វើឲ្យប្រទេសយូដាក្លាយជាប្រទេសមួយដែលអាម៉ាស់មែនទែនព្រោះយើងមើលកោសក់កោរោមជើងកោពុកចង្កាហាក់ដូចជាបើក្នុងប្រពៃណី culture របស់គេហ្នឹងជាការធ្វើដូចឲ្យអាម៉ាស់មែនទែនស្រុកយើងមិនចឹងដែរបើសិនជាយើងចាប់នរណាម្នាក់កោសក់គិតថាហ្នឹងក៏ជារឿងអាម៉ាស់ដែរពិសេសស្រីៗទៀតបើចាប់ប្រហែលថាយើងចូលខ្លះចាប់បានចោលមួយអញ្ចឹងទៅស្អប់អីចឹងទៅមិនចង់ឲ្យញ៉ៃកោសក់ឲ្យគាត់ខ្មាស់គេអញ្ចឹងការធ្វើហ្នឹងជាការមួយដែលធ្វើឲ្យគាត់អាម៉ាស់ដែរអញ្ចឹងនៅក្នុងព្រះបន្ទូលនេះប្រាប់ថានៅក្នុងពេលនោះព្រះជាម្ចាស់នឹងជួលកំបិតកោខាងទន្លេអឺប្រាតគឺស្ដេចសុបសេរីមកកោសក់កោរោមជើងព្រមទាំងពុកចង្ការប្រជាជាតិនេះព្រះអង្គនឹងប្រើជនជាតិអាសេរីដើម្បីមកវាយលុកឲ្យធ្វើបាបប្រជាជននៅក្នុងស្រុកយូដាដែលគាត់អត់បានស្ដាប់បង្គាប់ព្រះជាម្ចាស់ហើយយើងមើលពីខ21 22 23រហូតដល់ចប់យើងឃើញថាពួកគាត់នឹងមានបញ្ហាពួកគាត់នឹងអត់ឃ្លានពួកគាត់នឹងមិនបានមានភោគផលកសិកម្មការដកអីអត់បានភោគផលច្រើនដោយសារការបំផ្លិចបំផ្លាញពីសាសនាត្រីបាទយើងចប់ជាមួយគ្នាយើងមើលនៅកន្លែងនេះអ្វីមួយដែលសំខាន់ខ្ញុំចង់ច្បាច់ចុងក្រោយអាហាជាស្ដេចមួយដែលអាក្រក់អាហាត្រូវបានព្រះជាម្ចាស់បញ្ជូនអេសាយទៅប្រាប់ថាហើយការនោះកើតឡើងនឹងកើតឡើងហើយអេសាយបានប្រាប់គាត់ថាកុំភ័យស្ដេចរបស់ស្ដេចសេរីគឺស្ដេចអ៊ីស្រាអែលនឹងមកបានតែមកប្រាវទេកុំភ័យហើយព្រះអង្គបានប្រាប់ថាសូមឲ្យស្ដេចអាហានោះបានទូលសូមមកកាន់ព្រះជាម្ចាស់តែស្ដេចអាហាគាត់ធ្វើបាច់ខ្ញុំនឹងមិនទូលសូមអីទៅកាន់ព្រះជាម្ចាស់ទេជំនួសឲ្យការដែលគាត់បានធ្វើបង្គាប់ព្រះជាម្ចាស់ទុកចិត្តលើព្រះជាម្ចាស់ដើម្បីឲ្យគាត់អាចឈ្នះសឹកសង្គ្រាមការបៀតបៀនអំពីសត្រូវរបស់គាត់ធ្វើបាច់គាត់រត់ទៅពឹងស្ដេចនៅក្នុងស្រុកអាសេរីដោយយកមាសដោយយកប្រាក់ហើយនៅក្នុងព្រះបន្ទូលបានប្រាប់ថាយកមាសពីផ្ទះព្រះដំណាក់របស់ព្រះជាម្ចាស់ដែលគាត់ប្រើនៅក្នុងព្រះដំណាក់ហ្នឹងទៅឲ្យស្ដេចអាសេរីដើម្បីគេបាននាំមកចូលការពារចូលធ្វើសឹកសង្គ្រាមជាមួយចុងក្រោយយើងឃើញថាមានការបំផ្លិចបំផ្លាញច្រើនប្រជាជនត្រូវបានគេទ្រព្យសម្បត្តិត្រូវបានគេយកហើយមានការបំផ្លិចបំផ្លាញច្រើនមែនទែននោះដោយសារតែការមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ហើយព្រះអង្គបានប្រាប់ថាអូខេពេលនេះការនេះបានកើតឡើងហើយមិនទាន់បានបាត់បង់ទឹកដីប៉ុន្តែព្រះអង្គបានប្រាប់ថាដោយសារមានការស្ដាប់បង្គាប់នេះនៅក្នុងក្រោយថ្ងៃក្រោយទៀតពួកអាសេរីនឹងคล้ายទៅជាសត្រូវជាមួយនឹងអ្នកហើយនឹងចូលមកបំផ្លាញអ្នកដូចគ្នាដែរថ្ងៃក្រោយទៀតព្រះអង្គប្រាប់ថាពួកអេស៊ីបក៏នឹងមកជួងដៃជាមួយអាសេរីដើម្បីធ្វើការបំផ្លិចបំផ្លាញជនជាតិយូដាការនោះបានកាត់មានឡើងមែនមិនទាន់ដល់ពេលក្រោយមិនទាន់ដល់ពេលដែលគាត់បាត់បង់ទឹកដីទេប៉ុន្តែបានចូលមកបំផ្លាញច្រើនមែនទេអញ្ចឹងអ្វីដែលយើងទាំងអស់គ្នាបងប្អូនហើយខ្ញុំជឿថាដួងចិត្តរបស់ព្រះជាម្ចាស់តែងតែអញ្ជើញតែងតែដង្ហោយហៅយើងទាំងអស់គ្នាឲ្យបានឲ្យគេរៀនក្នុងការគោរពទុកចិត្តខ្លាចព្រះជាម្ចាស់គោរពគាត់ខ្លាចព្រះអង្គប៉ុន្តែសូមកុំឲ្យយើងទាំងអស់គ្នាមានដួងចិត្តមួយដូចជាស្ដេចអាហាព្រះអង្គមានវាយគាត់ប្រាប់គាត់ច្បាស់ប៉ុន្តែគាត់បដិសេធច្បាស់មកកាន់ព្រះអង្គខដល់ពេលថាយើងនឹងមិនទូលសូមអ្វីជាដាច់ខាតត្រឹមប៉ុណ្ណឹង
សូមឲ្យដួងចិត្តរបស់យើងទាំងអស់គ្នាកុំឲ្យរឹងដូចជាដួងចិត្តរបស់អាហារកុំឲ្យយើងទាំងអស់គ្នាបានជាម្នាក់ដែលដូចជាស្ដេចអាហារគាត់បានតាមរយៈសកម្មភាពតាមរយៈការដែលគាត់មិនគ្រប់ព្រះជាម្ចាស់បានប៉ះពាល់ដល់ជីវិតគាត់ប៉ះពាល់ដល់ប្រទេសជាតិរបស់គាត់ប៉ះពាល់ដល់ប្រជាជនរបស់គាត់ដូចគ្នាដែរដោយសារតែគាត់មិនស្ដាប់បង្គាប់ព្រះជាគេអត់ចង់ដូចនោះយើងចង់រស់នៅក្នុងជីវិតមួយដែលគោរពកោតខ្លាចនិងស្ដាប់បង្គាប់ព្រះជាម្ចាស់ especially គ្រប់ពេលវេលាទាំងអស់គ្រប់ពេលវេលាទាំងអស់ហើយយើងទាំងអស់គ្នាបានរៀនក្នុងការទុកចិត្តទោះបីជាស្ថានភាពឬក៏បែបណាមួយទៅពិបាកតែបងប្អូនឲ្យសូមបានទុកចិត្តព្រះជាម្ចាស់ព្រះអង្គនឹងមិនបោះបង់យើងហើយព្រះអង្គនឹងនៅជាមួយយើងហើយព្រះអង្គនឹងប្រហែលជាទ្រង់នឹងមិនដកស្ថានភាពលំបាកតែទ្រង់នឹងដឹកដៃយើងដើម្បីយើងទាំងអស់គ្នាអាចឈរមាំហើយដើរជាមួយព្រះអង្គទោះបីនៅក្នុងស្ថានភាពលំបាកក៏ដោយអរគុណបងសូមចូលរួមអានខណ្ឌជាមួយខ្ញុំបញ្ចប់ជាមួយគ្នាបងហើយក៏អរគុណបងអរគុណសម្រាប់ព្រឹត្តិទូនៅក្នុងកាពីអេសាយចំពុក7ហើយជាមេរៀនល្អមែនទែនបងហើយដែលឃើញអំពីស្ដេចអាហារដែលដួងចិត្តមួយដែលអត់ចង់នៅចិត្តបងអត់ចង់ដើរតាមបងអត់គ្រប់កើតខ្លាចបងហើយលទ្ធផលគឺពិបាកមែនទែនលទ្ធផលគឺត្រូវបានទទួលនឹងការបំផ្លិចបំផ្លាញត្រូវបានទទួលនឹងការធ្វើឲ្យអាម៉ាស់ហើយនោះគឺជាអ្វីដែលព្រះជាម្ចាស់មិនចង់ឲ្យការនោះកើតឡើងបើសិនជាស្ដេចអាហារគាត់បានទុកចិត្តព្រះអង្គរត់ដល់ព្រះអង្គទ្រង់នឹងប្រទានពរដល់គាត់តែគាត់បានធ្វើការនោះផ្ទុយអំពីបំណងប្រាថ្នារបស់ព្រះព្រះអង្គហើយសូមឲ្យដួងចិត្តរបស់បងប្អូនទាំងអស់គ្នាជាដួងចិត្តមួយដែលចង់ទៅចូលចិត្តព្រះអង្គចង់នៅធ្វើនៅសេចក្តីដែលតាមបង្គាប់ព្រះអង្គគ្រប់កត់ខ្លាញ់ព្រះអង្គនៅក្នុងគ្រប់កលៈទេសៈទាំងអស់ព្រះអង្គហើយសូមឲ្យកូនបានរៀនទុកចិត្តទោះបីជាមើលទៅដូចជាមានតបមកច្រើនដែលច្បាំងដែលមកប្រឆាំងជាមួយនឹងកូនស្ថានភាពដែលលំបាកមើលទៅដូចមិនអាចដោះស្រាយបានតែកូនមានទ្រង់ដែលពិសេសដែលល្អមានអំណាចលើទាំងការទាំងអស់នេះទៀតហើយសូមឲ្យកូនទាំងអស់គ្នាបានរៀនទុកចិត្តព្រះអង្គគុណអរគុណទ្រង់ហើយគុណថ្វាយរៀននេះនៅក្នុងនាមព្រះយេស៊ូវ